ធ្វើមិនយើងដឹងថាទូរស័ព្ទយើង SE3 ឬក៏ SE2 ដោយសារតែអាហ្នឹងវាមើលទៅស្តៀងគ្នាប៉ុន្តែវាខុសគ្នាអា SE3 លឿនជាង SE2 ខ្ញុំមានទាំង SE2 មានទាំង SE3 ឥឡូវខ្ញុំយកមក compare ឲ្យបងប្អូនអរគ្នាមើលនេះអាខាងលើនេះ SE2 បើនិយាយពីពណ៌វិញពណ៌វាអា SE2 វារៀងសហើយ SE3 វារបៀបរៀងគេហៅថារៀងតដោះគោណាពណ៌វារៀងខុសគ្នាបើយើងមើលពីពណ៌ហើយបើយើងមួយទៀតបងប្អូនអរគ្នាចង់ឲ្យវាច្បាស់ហ្មង 100% ហ្មងបងប្អូនអរគ្នាគឺចូលតាមខ្ញុំប្រាប់បងប្អូនអរគ្នាចូលទៅ setting ចូលទៅ general ចូលទៅ about ហើយប៉ុន្តែទៀតបងប្អូនអរគ្នាចុចអាកន្លែង model number នេះបងប្អូនអរគ្នាចុចលើនេះមួយមកហើយបងប្អូនមើល A ប្រមាណឧទាហរណ៍របស់ខ្ញុំជាក់ស្ដែង A27 82ហើយបងប្អូនអរគ្នាយកទៅ search Google ឬក៏បងប្អូនអរគ្នាមិនបាច់ចាំ search Google ក៏បានដែរនេះខ្ញុំឲ្យមើលផ្ទាំងនេះមួយបងប្អូនអរគ្នាមើលអាខាងមុខរបស់យើងមិញហ្នឹង A27 82ណាអញ្ចឹងបងប្អូនអរគ្នាមើលខាងក្បាលវា A27 ណាខាងក្បាល A27 នេះបងប្អូនមើលផ្ទាំងរូបមន្តទៅហើយនេះ SE3 ណា SE3 A25 ខាងមុខឬក៏ A27 អាកតុយមិនបាច់ខ្វល់ទេឲ្យតែឃើញ A25 ឬក៏ A27 អាហ្នឹងគឺមានន័យថារបស់យើងគឺ SE3 ហើយតែសម្រាប់ SE2 វិញជាមួយខ្ញុំឲ្យបងប្អូនអរគ្នាមើលនេះ SE2 វាខុសគ្នាចាំតិចអានេះអត់មានថ្មជាមួយហៅមើលអាណាដែលមានថ្មមើលចាំតិចខ្ញុំទុកវាចោលអត់បានសាកថ្មអូខេអានេះមានថ្មចាំតិចណាអូខេអានេះមានថ្មដែរមើលអូចាំតិចសាកបើកសិនអូខេអានេះអស់ថ្មចាំតិចបងប្អូនអរគ្នាអានេះខ្ញុំខ្ជិលកាត់ខ្ញុំដាក់វីដេអូហ្នឹងអញ្ចឹងហ្មងជាមួយខ្ញុំឆែក model number ទៀតនេះ model number វាបងប្អូនអរគ្នា A2275 A2296 A2298 ចាំមើលអានេះ A22 អីអញ្ចឹងយើងមើលតែក្បាលក៏យើងដឹងដែរបងប្អូនអរគ្នាចូល setting មកហើយចូល general មកហើយចូល about មកបងប្អូនអរគ្នាចុចអាកន្លែង model number នេះវាបង្ហាញហើយ A2296 ឃើញទេ A2296 global version អាហ្នឹងគឺ SE2 បងប្អូនអរគ្នាគឺ SE2 គេមើលបែបហ្នឹងបងប្អូនអរគ្នាយើងអាចដោតជាមួយនឹងកុំព្យូទ័រក៏បានឬក៏យើងអាចផ្ទៀងផ្ទាត់ជាមួយនឹង model number អញ្ចឹងក៏បានដែរនេះបងប្អូនអរគ្នាចុចអញ្ចឹងមកឃើញហើយវាខុសគ្នាបងប្អូនអរគ្នាមើលអាកន្លែងក្បាលខាងមុខវានេះឃើញទេណាអានេះ A2296 អញ្ចឹងអានេះ SE2 A2782 អានេះគឺ SE3 វាខុសគ្នាបែបហ្នឹងណាបងប្អូនអរគ្នាចាំខ្ញុំដាក់ផ្ទាំងនេះឲ្យណាបងប្អូនអរគ្នាដាក់ផ្ទាំងនេះឲ្យងាយស្រួលបងប្អូនអរគ្នាយកជាចំណេះដឹងងាយស្រួលដឹងថាទូរស័ព្ទយើង SE2 ឬ SE3 បាទអរគុណ